ញ្ញាធរខេត្តកណ្ដាលចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញនៅក្រុងតាខ្មៅមួយកន្លែងដោយបានដកហូតផលិតផលនាំចូលពីប្រទេសថៃ18មុខមករក្សាទុកដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ខេត្តកណ្ដាលអាយដាមខុនសេរីរដ្ឋាអភិបាលរងខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2026បានដឹកនាំក្រុមការងារចម្រុះរួមមានព្រះរាជអាជ្ញារងអមសាលាដំបងខេត្តមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបងអាជ្ញាធរក្រុងតាខ្មៅនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលត្រួតពិនិត្យជាក់ស្ដែងឃ្លាំងស្តុកទំនិញចែកចាយប្រហិតនិងផលិតផលផ្សេងមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមានក្រុងតាខ្មៅក្នុងប្រតិបត្តិការនេះក្រុមការងារបានរកឃើញផលិតផលដែលបាននាំចូលពីប្រទេសថៃចំនួន18មុខហើយត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីចាត់វិធានការបន្តទៅតាមច្បាប់រួមមាន1ទឹកប៉េងប៉ោះម៉ាប៊ីននាំចូលពីប្រទេសថៃចំនួន6កែស2ទឹកប៉េងប៉ោះម៉ារ៉ូសានាំចូលពីប្រទេសថៃចំនួន5កែស3ម្សៅសូកូឡាម៉ា USM នាំចូលពីប្រទេសថៃចំនួន1កែស4ទឹកជ្រលក់ម៉ា Omi Full 16នាំចូលពីប្រទេសថៃចំនួន3កែស5ម្សៅបំពងម៉ា Ankli Bar នាំចូលពីប្រទេសថៃចំនួន10កែស6ទឹកជ្រលក់ម៉ា Friendly នាំចូលពីប្រទេសថៃចំនួន10កែស7ម្សៅបំពងស្រួយម៉ា Ankli Bar នាំចូលពីប្រទេសថៃចំនួន15កញ្ចប់8ទឹកម្ទេសកាដុងម៉ា Dubi Rabbit នាំចូលពីថៃចំនួន21ធុង9ប្រហិត Hot Dog Snow Cheese ម៉ា SUP នាំចូលពីថៃចំនួន21កែស10ប្រហិតតៅហ៊ូត្រីចំណិតម៉ា PFP នាំចូលពីថៃចំនួន2ថង់11ប្រហិតប៉ាតេក្តាមម៉ា ATM នាំចូលពីថៃចំនួន9ថង់12ប្រហិតក្តាមម៉ាចាំបូនាំចូលពីថៃចំនួន2ថង់13ប្រហិតត្រីម៉ាស្មាយហាត់នាំចូលពីថៃចំនួន1ថង់14ប្រហិតបង្គាម៉ា Perfect នាំចូលពីថៃចំនួន5កែស15ប្រហិតសាច់ម៉ាក់ម៉ា TVL នាំចូលពីថៃចំនួន7កែស16ប្រហិតបង្គាម៉ា PANL នាំចូលពីថៃចំនួន3កែស17កាពិរូបបង្កងនាំចូលពីថៃចំនួន5ដុំនិង18ទឹកម្ទេសដបម៉ា Dubi Rabbit ជាទំនិញនាំចូលពីប្រទេសថៃចំនួន18ដបសរុបផលិតផលទាំង18មុខនេះមានទម្ងន់ប្រមាណ779គីឡូក្រាមក្នុងឱកាសនោះអាយដាមខុនសេរីរដ្ឋាបានណែនាំដល់ម្ចាស់អាជីវកម្មនិងអ្នកនាំចូលទំនិញទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននៅច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធនឹងការនាំចូលការស្តុកទុកនិងការចែកចាយផលិតផលម្ហូបអាហារជាពិសេសត្រូវធានាឲ្យបាននូវគុណភាពសុវត្ថិភាពនិងប្រភពច្បាស់លាស់នៃទំនិញដើម្បីការពារសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់អ្វីដែលសំខាន់នោះគឺត្រូវបញ្ចប់ការលក់និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀតសូមបញ្ជាក់ផងដែរថាការចុះពិនិត្យឃ្លាំងទំនិញសង្ស័យមានប្រភពនាំចូលពីថៃជាបន្តបន្ទាប់នេះគឺអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសស្រាវជ្រាវដល់ឫសគល់មន្ត្រីពាក់ព័ន្ធនាំទំនិញថៃចូលខ្មែរហើយនឹងជួបជាមួយថៃកែនាំចូលថៃបង្កកពីថៃដោយផ្ទាល់ដែរសម្ដេចបានប្រកាសបែបនេះកាលពីថ្ងៃទី11ខែមិថុនាក្នុងគោលបំណងដើម្បីរកមុខមន្ត្រីពាក់ព័ន្ធដទៃទៀតដែលបាក់ដៃឲ្យនាំចូលគណៈភាគីថៃបន្តមើលងាយកម្ពុជាថាខ្វះទំនិញថៃមិនបានលើពីនេះសម្ដេចក៏បានបញ្ជាដល់អភិបាលរាជធានីភ្នំពេញនិងអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតហើយបន្តពិនិត្យតាមឃ្លាំងសាច់បង្កកធំបន្ថែមទៀត